របៀបចម្រាញ់ប្រេងល្ងចឹងគឺយើងយកល្ងរបស់យើងហ្នឹងគឺ2គីឡូមកបន្ទាប់មកគឺយើងលាងទឹកល្ងហ្នឹងលាងឲ្យស្អាតមកនៅពេលដែលយើងលាងទឹកស្អាតហើយយើងទុកវាឲ្យស្រស់ទឹកបន្តិចបានយើងដាក់ខ្ទះយើងលីងល្ងហ្នឹងចឹងគឺយើងលីងល្ងហ្នឹងឲ្យវាឆ្អិនមកឲ្យចេញក្រហមបែបហ្នឹងនៅពេលវាឆ្អិនហើយយើងដាក់ចូលទៅក្នុងម៉ាស៊ីនគឺយើងកិនវាឲ្យម៉ត់យើងដាក់ចូលក្នុងម៉ាស៊ីនកិនម៉ត់ហើយបានយើងចាក់ចូលទៅក្នុងខ្ទះម្សៅទៀតហើយយើងបើកភ្លើងហឹមយើងដាក់ទឹកកន្លះលីត្រចូលទៅយើងកូរវារហូតកូរអត់ឲ្យដកដៃទេបន្ទាប់មកនៅពេលដែលរីងទឹកហើយយើងចាក់កន្លះលីត្របន្ថែមទៀតហើយយើងកូរវារហូតតតែវាឡើងចេញប្រេងមកបានយើងឈប់អញ្ចឹងតតែយើងកូរតតែជាប់ដៃនៅពេលដែលយើងកូរអត់ជាប់ដៃធ្វើឲ្យវាខ្លោចបាតអញ្ចឹងនៅពេលដែលវាចេញប្រេងបែបហ្នឹងហើយបានយើងទុកឲ្យវារៀងត្រជាក់បន្តិចទៅបានយើងត្រង់វាមកយើងត្រង់វាមកឃើញវាមានប្រេងបែបហ្នឹងអញ្ចឹងគឺយើងទុកប្រេងហ្នឹងទៅយើងដាក់ចូលក្នុងគីឡូមួយស្អាតមកយើងអាចយកទៅស្លបានហើយចា